ខ្លាញ់ស្រាក់មកមុខផ្ទះខ្លាញ់ស្រាក់ហ្នឹងវានៅពីមុខផ្ទះហើយយើងប្រឹងជេរយើងសុំទូខ្ញុំប្រើពាក្យពួកខ្លាញ់ស្រាក់ហ្នឹងគេឲ្យប្រើពាក្យបាទអាសរੂបាទឯងមកធ្វើអីឯងចេញយកថ្មគប់វាបដាអញ្ចឹងវានៅស្រែកគាត់និយាយមួយចែទៅចែខ្លាញ់ស្រាក់ខ្លាញ់ស្រាក់អញ្ចឹងនេះអូស្អីគាត់ជេរម៉ែក៏ឃើញគេមកយកប៉ាគាត់នៅខ្លាញ់ស្រាក់យិនចាវាហើពីនឹងវាទៅទុំដល់ទៀតវាមើលមកទៀតគាត់នៅចាប់ដើមហើយព្រាមមិនខ្ញុំថាចែខ្ញុំឡើងទៅដេកមុនឲ្យចែបានម៉ោងបែរជាម៉ោងម៉ានខ្ញុំលេចខ្ញុំទៅយប់ទៅរកលោកទៅឲ្យកន្លែងផ្កាយមិនចែទេមកអូណាប៉ាទៅហើយចុះមកចិនទៅគាត់បាយប្រពុះមាត់ពួកយើងជួគេដែរគេជួអុកស៊ីសែនដល់ពេលចឹងទៅដល់ពេលទៅខ្ញុំឃើញខ្លាញ់ស្រាខ្ញុំជាមានអារម្មណ៍នេះវត្តធម្មតាយើងមនុស្សម្នាក់យើងនឹងស្រាបាយមនុស្សដែលធ្លាប់ឃើញមុខគ្នាពេលទៅចឹងយ៉ាងនេះហើយចាប់ដាក់ធ្វើបន់ហើយ7ថ្ងៃក្រោយគាត់ដូចមិនមិនឲ្យបងស្រីខ្ញុំមើលឃើញមុខធម្មតាបងស្រីអ្នកមើលថែនឹងម៉ាក់ខ្ញុំតែខ្ញុំមើលឃើញ7ថ្ងៃក្រោយអូនមានយកសពអីខ្ញុំយកសពឃើញប៉ាប៉ុន្តែប៉ាអត់និយាយស្ងាត់តែ7ថ្ងៃក្រោយហ្នឹងចាគាត់សួរអូន7ថ្ងៃក្រោយមិនដែរចាប៉ាមកឈរនៅផ្ទះខ្ញុំនៅជាន់ទី1ខ្ញុំគេមួយបន្ទប់មួយប្តីខ្ញុំហ្នឹងខ្ញុំថាចាប៉ាមកម្ដងនេះមកទាំងមានជើងមកទាំងមានដៃអត់កញ្ញាយថ្ងៃទេប៉ុន្តែគាត់មើលមុខខ្ញុំទេខ្លាចខ្ញុំភ័យឬក៏យ៉ាងម៉េចអញ្ចឹងណាគាត់តែគាត់មើលទៅទូកៅអៅតែខ្ញុំដេកហ្នឹងខ្ញុំមិនមែនគាត់ថាខ្ញុំដេកអាលាវឬក៏ដេកនេះអីចឹងទេខ្ញុំឃើញប៉ាខ្ញុំក៏សួរបែរមកធ្វើអីប៉ុន្តែក្នុងខ្លួនយើងគាត់ថាគាត់ស្លាប់ទេគាត់អត់និយាយគាត់ឈរមើលទូអញ្ចឹងខ្ញុំថាប៉ាបែរមានមកធ្វើអីប៉ាសួរគាត់ឆ្លើយយើងទៅដេកទៅវិញទៅស្អីឡើងមកយើងនិយាយវាបងស្អីទៅតែប៉ាមកបែរជាគាត់ចង់ប្រាប់ថាគាត់ឥឡូវផុតកាមអីមានដៃជើងវិញត្រង់ព្រោះជើងគាត់កាត់ទៅដល់ពេលចឹងទៅតែគាត់មកមិនឲ្យកូនខ្លាចទេតែខ្ញុំខឹងនេះគឺខ្លាញ់ស្រាក់នឹងមកវាដូចទៅដល់ប៉ាខ្ញុំទៅវានៅឈរពីមុខផ្ទះហ្នឹងពិសេសចុះដល់ពេលបងឃើញគាត់ឈរមើលទូកៅហ្នឹងបងមានបានទៅឆែកទូកៅហ្នឹងទៀតអត់ឆែកទេព្រោះគាត់ឈរពីឡែងខែខ្ញុំខែក្បាលខ្ញុំបាយទៅលេចគាត់ឈរមើលមកខាងទូហើយដល់ពេលចឹងទៅខ្ញុំប្រាប់ទៅតែគាត់មកអត់មានឲ្យយើងខ្លាចទេតែយើងខឹងអារឿងខ្លាញ់ស្រាក់យើងនោះវាសេកនោះដូចដឹងថាអូម៉ែគាត់បងស្រីគាត់ដឹងដែរថាទៅផាត់យប់នឹងទេអានឹងរឿងហ្នឹងបាទអ្នកទាំងអស់គ្នាបានស្ដាប់រឿងផ្ទាល់ខ្លួនរបស់គាត់អីនេះគឺជារឿងប៉ារបស់គាត់ដែលយើងអាចនិយាយថាអបិយជំនឿគាត់ថាបានហ្នឹងណាបងតាក់តងនឹងផ្លូវទៅកោះកុងដែលគាត់ប៉ាគាត់បានខូចមកចំហៀងខ្លួន20ឆ្នាំហើយតែបងប្អូនគាត់ឬក៏ជាមួយនឹងគាត់បានយកគាត់ដើរលេងជាលើកចុងក្រោយយើងអាចនិយាយចឹងបានណាបងជូនគាត់ដើរលេងយើងជូនគាត់ដើរលេងឡើងលើឡានដូចអីតែគាត់មានកម្លាំងគាត់តោងយើងអីចឹងតែចាប់ដើមឡើងលើឡានព្រាមមិនទៅគាត់ទៅជាអញ្ចឹងតែយើងត្រូវទៅសួរគាត់ហើយព្រោះធម្មតាអញ្ចឹងក៏មិនមានចំនួនក្នុងគ្រួសារត្រូវទៅសួរពាក្យសារគ្នាបាទដល់អញ្ចឹងសួរប៉ាចង់ដើរចឹងនាំតាមអ្វីដែលគាត់ចង់បានទាំងអស់អញ្ចឹងណាតែគាត់នៅតែយើងអន់ចិត្តរឿងថាយើងយកចេញពីពេទ្យហើយព្រាមយើងពិភាក្សាដោយគាត់មិនចង់ឲ្យកូនចៅអស់លុយណាបាទថាពិភាក្សានេះលឺសូមួយខែ 3000 ហើយពេលហ្នឹងសេដ្ឋកិច្ចធ្លាក់ចុះខ្ញុំក៏អត់មានលុយដែរធ្វើផ្ទះហើយយើងសងលុយធនាគារសងលុយថ្លៃសំណងថ្លៃជាងវាអស់លេងដល់ពេលអញ្ចឹងទៅយើងនឹកឃើញថាឡើងផ្ទះឡើងអីជូនគាត់ដើរលេងម្ដងវាទៅជាអញ្ចឹងប៉ុន្តែបើសម្រាប់ខ្ញុំគិតថាគាត់អស់បាបកម្មគាត់ទៅបានសុខវិញដោយសារគាត់នៅលើហ្នឹងគឺពិបាកដល់កូនគាត់ជាពិសេសគឺខ្លួនគាត់ហ្នឹងហ្មងដែលគាត់ពិបាកអាហ្នឹងមួយដែរអាមួយទី2អាដូចខ្ញុំនិយាយចឹងយើងពិភាក្សាមួយគ្រូពេទ្យអីហ្នឹងនឹងថាអូយចែប៉ាបើថ្លៃគីណេថ្លៃថ្នាំនិងអុកស៊ីសែនមួយខែ 3000 អញ្ចឹងណាទៅដល់គាត់ស្ដាប់ឮអញ្ចឹងយើងនិយាយពេលថ្ងៃអញ្ចឹងទៅពេលយប់ឡើងអញ្ចឹងទៅគាត់មានបងគាត់បាក់ទឹកចិត្ត
គាត់ទៅ អត់ចង់ឲ្យកូនបាទ បាទដល់ពេលអញ្ចឹងទៅខ្ញុំថាចៅអើយចៅជួយមកខ្លះមកក៏អូខេអញ្ចឹងចៅជួយប៉ុណ្ណេះម៉ែជួយប៉ុណ្ណេះមកខ្ញុំជួយប៉ុណ្ណេះមកយើងស្ទះគ្នាយើងធ្វើមិនខ្លះគីណេនថ្លៃថ្នាំអីចឹងវាអត់ច្រើនមែនមួយខែ 3000 ច្រើន អញ្ចឹងយើងទុកបានប្រហែលខែប៉ុណ្ណឹងអាហ្នឹងតាមលទ្ធភាព បាទតែការបងអូនខ្ញុំស្លាប់ដោយសារអុកស៊ីសែនណាហ្នឹងគេថាស្លាប់តាមវះកាត់តាមខួរក្បាលលើកទី1មែនអានេះខ្ញុំនិយាយការសុំខ្មោចប៉ុន្តែពេលដែលឡានបុកបងអូនខ្ញុំបងប្អូនភ្លោះ បាទចាំ ពេលដែលវះកាត់ខួរក្បាលហ្នឹងគឺងាប់តាំងពេលហ្នឹងមកតែពេលដែលគាត់រស់ហ្នឹងរស់ដោយសារអុកស៊ីសែនទេតែខ្ញុំអត់សុំបញ្ជាក់ពេទ្យឲ្យប៉ះពាល់ពេទ្យគេហ្នឹង បាទយល់ចឹងអ្នកនរគ្នាយល់ឃើញមិនដែរចំពោះរឿងប៉ារបស់គាត់ដែលគាត់បានចែកម្លែកវាជារឿងផ្ទាល់ខ្លួនរបស់គាត់ផ្ទាល់តែម្ដងហើយមួយទៀតដូចយើងបានដឹងអីរឿងខ្លាញ់ស្រាក់ទុំដបោផ្ទះអ្នកណាផ្ទះអ្នកនឹងអាចបាត់បង់សមាជិកគ្រួសារឬក៏មានគ្រោះថ្នាក់ធំទោះមិនបាត់បង់អាយុជីវិតក៏អាចនឹងមានគ្រោះថ្នាក់ដែរអាហ្នឹងតាមអបិយជំនឿដែលបុរាណខ្មែរយើងឮតែនិយាយតគ្នាមកណាបងបាទឥឡូវយើងសូមបញ្ចប់រឿងប៉ាបងត្រឹមនេះទៅហើយយើងឲ្យបងមានពេលសម្រួលអារម្មណ៍តិចហើយយើងនឹងបន្តទៅរឿងទី6របស់យើងទី7រឿងទី7របស់យើងហ្មងបាទអីទេស្រួលអារម្មណ៍បានទេគាត់ថាយើងជាសម័យគ្រូភាពនៅមានថ្មីហើយយើងក៏សិតចិត្តកោសក់ទៅបួសហើយគាត់ទៅប្រកាន់ភ្ជាប់អត់ទទួលទានអាហារមុនម៉ោង12បងប្អូន7ថ្ងៃហើយដល់ពេលអញ្ចឹងទៅកោសក់អញ្ចឹងទៅយើងប្រកាន់ភ្ជាប់តែយើងធ្វើចិត្តអត់បានចេះតែមានរឿងរ៉ាវនេះធ្វើរឿងរ៉ាវនោះធ្វើឲ្យយើងដូចទៅជាលេងស្ងប់ព្រោះដោយសារពេលដែលយើងកំពុងតែកោហ្នឹងគឺយើងកំពុងតែថាយើងធ្វើខ្លួនយើងដូចជាព្រះដើម្បីយើងធ្វើហាទូកសោផលបន់ទៅគាត់អញ្ចឹងតែយើងទៅក្នុងផ្ទះហ្នឹងវាចេះតែមានរឿងរ៉ាវក្នុងចិត្តយើងវាទៅជាយើងការកោសក់ហ្នឹងវាមានរឿងរ៉ាវរហូតតកតុយហើយឃ្លានពេលដែលយើងកោសក់ហ្នឹងឃ្លានបើតាហ៊ានលួចញ៉ាំទេព្រោះតែមុនម៉ោង12យើងញ៉ាំអីហើយពេលហ្នឹងទៅកាកគឺមិនឲ្យញ៉ាំហ្មងទូចថាអាទឹកក្រូចចំហួយហ្នឹងមានតែក្តៅឲ្យតែមានកាកទឹកសណ្តែកក៏អត់បានដែរបាទសឹងពេលហ្នឹងអត់លក់ដល់ម៉ោង2ម៉ោង3ក៏ប្រហោះញោមអាត្មាឈឺអាត្មាឆាន់អីបានអត់ប៉ុន្តែចេះវិញក្បួនប្រសងដែលយើងបួសភ្លាមអញ្ចឹងណាពេលដែលយើងឈឺមានលោកគាត់ខមមិនថាប្រសិនណាបើព្រះអង្គឈឺអាពាតអញ្ចឹងព្រះអង្គអាចឆាន់បានព្រោះដោយសារយើងឆាន់ដើម្បីជីវិតតទៅមុខអញ្ចឹងណាអត់មានខុសអីវិន័យអីអញ្ចឹងទេអានៅក្នុងសភៅគេមិនអញ្ចឹងណាអញ្ចឹងអាត្មាក៏យប់ឡើងទៅមានអាស្អីគេកជាកម្មផងមានអាក្របស្អីគេពណ៌ក្រហមអីផងហើយនឹងមានស្អីកជាកដុលអីផងមានសណ្ដែកផងមានអីលីគ្រប់មុខអាទឹកអីគេហ្នឹងធ្វើខ្លួនឯងទៅយប់ធ្វើទៅយកវាឆាន់យកកម្លាំងតិចខ្លាចខ្ញុំពេលហ្នឹងអាពាតម្ដងដែរបាទខ្ញុំតែផ្ដាសាយគឺឃ្លានខ្លាំងហ្មងទូញ៉ាំទៅអួតមកវិញតែផ្ដាសាយត្រឡប់ខ្ញុំណាអញ្ចឹងពេលហ្នឹងខ្ញុំអាពាតដែរខ្ញុំមីក្រកោអូខេឥឡូវយើងទៅរឿងបន្តរបស់យើងគឺជាសាច់រឿងទី7រឿងចុងក្រោយនេះទៅមកពីសៀមរាបនេះតែម្ដងក៏ចង់ដឹងដែរដើម្បីលើកយករឿងហ្នឹងមកនិយាយប្រាប់បងប្អូនអរគ្នារឿងហ្នឹងដឹងពីពូម៉ាក់ខ្ញុំឈ្មោះអាជូនៅសៀមរាបអាជូហ្នឹងគេមានប្រពៃណីគេមួយនៅខាងលវីអែមយើងនេះដែលឆ្លងដរអរិយខ្សាច់យើងទៅស្វាយជ្រុំនេះរឿងអ្នកដែលធ្វើច្រើនអ្នកនៅស្រុកហ្នឹងពីភូមិហ្នឹងពីទូចឡើងគេចូលចិត្តដិតខ្មោចនៅមាត់ទន្លេហ្នឹងប៉ុន្តែនៅក្រោមដើមស្វាយអញ្ចឹងនៅពេលដែលចាប់ដើមដិតខ្មោចហ្នឹងគេយកដើមចេកហ្នឹងយកមកដិតខ្ញុំអត់យល់រឿងដើមចេកឬក៏គេដាក់ក្របដើមចេកធប់ពីក្រោមឬក៏ដាក់ដើមចេកដិតមិនខ្ញុំអត់តន់យល់ក្នុងចំណុចហ្នឹងដែរព្រោះគាត់និយាយមកគាត់អត់ច្បាស់ខ្លួនគាត់យើងក៏យករឿងហ្នឹងមកនិយាយតែហ្មងទៅដិតខ្មោចហ្នឹងវាមិនដឹងថាខុសអីឬក៏យើងខ្មោចហ្នឹងវាយ៉ាងម៉េចវាកាចសាហាវយ៉ាងម៉េចឬក៏ធ្វើអីឬក៏ឆ្មាហ្នឹងវាកឡងឬអីចឹងណាតែរឿងខ្មោចបងប្អូនបំផុតប្រយ័ត្នប្រយែងបំផុតតាំងពីអ៊ំខ្ញុំឬក៏ប្អូនខ្ញុំស្លាប់ប៉ាខ្ញុំស្លាប់គឺប្រយ័ត្នប្រយែងជាងគេរឿងឆ្មាមែនឆ្មាខ្មៅបាទឆ្មាសបល់សសបល់អីតែឆ្មាខ្មៅនេះមួយហាមដាច់ខាតរឿងចូលក្នុងផ្ទះមួយឆ្មាសបល់3មួយទៀតឆ្មាសបល់3ដែរបាទហើយដល់ពេលអញ្ចឹងទៅខ្មោចហ្នឹងក៏ដិតខ្មោចហ្នឹងក៏ស្លាប់អញ្ចឹងទៅគេយកដង្ហែដិតយកទៅដិតនៅមាត់ទន្លេនៅលវីអែមហ្នឹងដឹងពីអាជូហ្នឹងមកដិតទៅវាមិនដឹងជាខុសអីឬក៏ខ្មោចហ្នឹងវាជាលក្ខណៈមួយកាចសាហាវអីឬក៏លក្ខណៈមួយមានគំនុំអីឬក៏ឆ្មាកន្លងគាត់និយាយច្បាស់ដិតនឹងដិតផ្ញើអូដងវាមិនដឹងដិតផ្កាប់ខ្មោចយើងដិតផ្កាប់ដិតផ្ញើអត់ទេតាមជំនាន់មុនគេដុតផ្កាប់ដោយសារអត់មានមេនអញ្ចឹងតែសៃទាញទៅអាចងើបអង្គុយឬក៏លោតពេលដែលអត់ទាន់មានមេនគេដុតផ្កាប់ពេលដែលមានមេនហើយគេដុតផ្ងាធម្មតាដោយសារអីមានមេនទប់ហើយគេរឹងមាំណាត្រូវគេអញ្ចឹងវាមិនដឹងជាអីអូជំនាន់មុនត្រូវអញ្ចឹងគាត់និយាយដិតផ្កាប់តែនេះរបៀបអីមិនទៅដាក់ផ្ញើគាត់ប្រាប់ខ្ញុំហាត់ផ្ញើអញ្ចឹងណាហ្នឹងហើយប៉ុន្តែគាត់ថាការដិតហ្នឹងដើមស្វាយនៅនឹងទលេនៅនឹងមិនខ្មោចដិតនៅនឹង
đứt phim bấp bong bầu này đôi thà đứt tới việc khói mục khói với chết sọ chết lên luôn mà tú phim bấp nơi sạch toàn so sánh nữa ngó phim bấp mà nữ nó hot tung nó cái tranh chạy đang làm chơi chẳng tung chóp slot chẳng á chuột chẳng ba chóp chẳng muông slot chẳng